ថ្ងៃហ្នឹងបានស៊ីជ្រូកចិញ្ច្រាំឆាជាមួយនឹងត្រប់អាំងត្រប់ហ្នឹងគឺខ្ញុំបើកទូទឹកកកទៅគឺឃើញប្រហែលជា4-5ផ្លែហ្នឹងក៏នឹកឃើញយកមកឆាទៅហើយគេបំរើដែលនាងខ្ញុំឆាសាច់ដាក់លើត្រប់ហ្នឹងបន្ទាប់មកដំបូងគឺយើងដាក់ខ្ទះឲ្យវាក្តៅហើយបានយើងចាក់ខ្លាញ់ចូលខ្លាញ់ហ្នឹងចាក់ច្រើនឬតិចក៏តាមចំណូលចិត្តទេខ្ញុំចាក់មកល្មមកុំឲ្យវាច្រើនពេកចឹងហើយខ្ញុំដាក់មើលថាវាក្តៅនៅបើសិនជាខ្ទះក្តៅហើយបានយើងដាក់ខ្ទឹមចូលខ្ទឹមហ្នឹងច្រើនឬក៏តិចដាក់តាមចំណូលចិត្តបងប្អូនទេព្រោះខ្ញុំចូលចិត្តដាក់ខ្ទឹមច្រើនយើងកូរឲ្យវារាងក្រហមហើយយើងឆាខ្ទឹមឲ្យរាងក្រហមបន្តិចមកយើងមើលថាក្រហមមកល្មមកុំឲ្យក្រហមខ្លោចចឹងហើយយើងក៏ចាប់ផ្ដើមដាក់សាច់ចូលសាច់ហ្នឹងតាមចំណូលចិត្តទេបើយើងមានសាច់ជ្រូកក៏យើងដាក់សាច់ជ្រូកចិញ្ច្រាំទៅបើយើងអត់មានសាច់ជ្រូកចិញ្ច្រាំទេក៏ដាក់សាច់មាន់ចិញ្ច្រាំទៅតែពេលនេះខ្ញុំឆាហ្នឹងគឺខ្ញុំដាក់សាច់មាន់ចិញ្ច្រាំព្រោះខ្ញុំអត់មានសាច់ជ្រូកចិញ្ច្រាំទេក៏ខ្ញុំយកសាច់មាន់មកចិញ្ច្រាំយកមកឆាទៅយើងកូរឲ្យវាឆ្អិនមកល្មមឆ្អិនពាក់កណ្ដាលឆាយើងកូរហើយទៅមកក៏យើងចាប់ផ្ដើមដាក់ប្រេងខ្យងបន្តិចទៅដាក់ប្រេងខ្យងដាក់គ្រឿងក្រដែលយើងតាមចំណូលចិត្តយើងឆារាល់ដងបងប្អូនហើយខ្ញុំដាក់ប្រេងខ្យងហើយក៏ខ្ញុំកូរច្របល់វាទៅមកក៏ខ្ញុំដាក់រ៉ូឌីបន្តិចដាក់មួយមុខបន្តិចហើយក៏ដាក់ស្ករបន្តិចទៅមកគឺខ្ញុំកូរច្របល់វាឲ្យវាចូលជាតិគ្នាបន្តិចសិនទៅព្រោះយើងកូរឲ្យវាសព្វហើយវាចូលជាតិគ្នាល្អខ្លាចវាអត់សូវចូលយើងកូរមកល្មមហើយយើងគិតថាវាឆ្អិននៅអីនៅអញ្ចឹងហើយកូរឲ្យវារាងក្រៀមបន្តិចទៅមកគឺខ្ញុំដាក់ម្រេចបងប្អូនដាក់ច្រើនឬក៏តិចតាមចំណូលចិត្តទេបើខ្ញុំដាក់រាងច្រើនព្រោះខ្ញុំអ្នកចូលចិត្តហឹរដែរអញ្ចឹងយើងក៏កូរច្របល់វាបន្ថែមទៀតទៅកូរឲ្យវាសព្វចូលជាតិគ្នាល្អអញ្ចឹងហើយបងប្អូនគឺថែមទឹកបន្តិចដើម្បីយើងដាក់រងាស់សាច់ឲ្យយើងសាច់យើងហ្នឹងគឺវាឲ្យឆ្អិនកុំឲ្យវាឆាវខ្លាចវាឆាវអញ្ចឹងក៏យើងដាក់រងាស់ទឹកទៅមើលថាវារងាស់វារាងមកសបកហើយបើជា4ទៅ5នាទីសាច់យើងវារាងឆ្អិនហើយយើងមើលថាវារាងឆ្អិនគឺយើងថែមគ្រឿងក្រៅបន្ថែមទៅបើសិនជាបងប្អូនភ្លក់សិនថាវាសាបឬក៏ប្រៃឬក៏ស្ទើអីបងប្អូនថែមថយតាមទាំងទៅហើយកុំភ្លេចឆាហ្នឹងគឺដាក់ទឹកត្រីផងបន្តិចបងប្អូនចូលចិត្តក៏ចាំដាក់បើមិនចូលចិត្តក៏មិនបាច់ដាក់ដែរបន្ទាប់មកហ្នឹងគឺនាងខ្ញុំហ្នឹងគឺបានថែមម្ទេសហាន់ចូលបន្ថែមបន្តិចទៀតណាព្រោះខ្ញុំដាក់រៀងបន្តិចទៅហើយម្ទេសបងប្អូនដាក់ក៏បានមិនដាក់ក៏បានតែខ្ញុំអត់មានស្លឹកខ្ទឹមទេបើខ្ញុំមានតែម្ទេសហើយខ្ញុំនឹកឃើញថាវាដាក់ពីងប៉ោះបន្តិចទៅឲ្យវារៀងចេញពណ៌ក្រហមរៀងស្អាតហើយនឹងតំណងហូបចឹងខ្ញុំក៏កូរច្របល់វាទៅហើយឆាយើងហ្នឹងគឺបានឆ្អិនអស់ហើយបងប្អូនភ្លក់សាប្រៃល្មមអីបងប្អូនថែមថយតាមនឹងហើយត្រប់របស់ខ្ញុំហ្នឹងគឺខ្ញុំបានហើយត្រប់ហ្នឹងគឺបានអាំងឆ្អិនដែរអាំងហ្នឹងគឺអត់បានថតឲ្យបងប្អូនមើលទេតែខ្ញុំអាំងឆ្អិនបាត់ហើយបើខ្ញុំបានថតចឹងហើយឥឡូវយើងចាប់ផ្ដើមហែកវាកដាបន្តិចទៅយើងក៏យកសាច់យើងដួសដាក់ពីលើខ្ញុំអត់បានឆាចូលជាមួយទេពួកខ្ញុំចង់ហូបអញ្ចឹងម្ដងខ្ញុំអត់ចង់ឆាជាមួយទេពេលហូបអញ្ចឹងទៅក៏ឆ្ងាញ់មួយយ៉ាងដែរវាប្លែកពីយើងឆាលាយជាមួយនឹងសាច់អញ្ចឹងក៏តំណងមួយយ៉ាងដែរហូបទៅគឺមានរសជាតិផ្សេងពីគ្នាដែលយើងឆាចូលគ្នាវាបែបផ្សេងទៅបើយើងឆាហើយឆាសាច់ផ្សេងដាក់អាំងត្រប់ផ្សេងដាក់ពីលើអញ្ចឹងក៏បែបរសជាតិមួយយ៉ាងម្នាក់ដែរវាឆ្ងាញ់មួយយ៉ាងម្នាក់ហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនបើសិនជាកន្លែងណាដែលខ្ញុំនិយាយខុសអីសូមអភ័យទោសផង